សិនដេចទីជួបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយក្រោយទៅហ៊ានសៀមនៅបន្តបាញ់ស្រោចលើកងកម្លាំងកម្ពុជាសិនដេចទីជួហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានចេញប័ណ្ណបញ្ជាដល់កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទៅហ៊ានឈ្លានពានសៀមកំពុងប្រាក់អាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីម្សិលមិញយប់មិញនិងព្រឹកថ្ងៃច័ន្ទនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលបាត់ឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសិនដេចទីជួបញ្ជាក់លើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននីតិហ៊ានពលទាហានយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាពលរដ្ឋដែលជាសឹកចេញពីតំបន់ដែលមានគ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសម្ដេចតេជោថ្លែងថាសម្ដេចបានលុបចោលនៅកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបានទន្ទឹមគ្នានេះសម្ដេចតេជោបានស្នើសុំកីឡាករកីឡាការិនីដែលទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា